ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ដែលថ្ងៃនេះដែរយើងនឹងមកដឹងអំពីអត្ថប្រយោជន៍នៃការរត់ហាត់ប្រាណចំពោះសុខភាពផ្លូវចិត្តអញ្ចឹងបងប្អូនការរត់ហាត់ប្រាណត្រូវបានគេចាត់ទុកថាជាលំហាត់ចង្វាក់បេះដូងដែលល្អបំផុតជាងគេហើយការរត់ហាត់ប្រាណនឹងបានធ្វើឲ្យពង្រឹងចលនាបេះដូងនិងប្រព័ន្ធសរសៃឈាមរបស់យើងក្នុងអំឡុងពេលដុតកំទេចខ្លាញ់ហើយនឹងធ្វើឲ្យរាងកាយរបស់យើងនឹងមាំមួនហើយលើសពីនឹងទៀតក្រៅពីប្រយោជន៍ផ្នែករាងកាយហើយការរត់ហាត់ប្រាណនឹងអាចផ្ដល់ជាអត្ថប្រយោជន៍ទៅដល់ផ្នែកស្មារតីយើងផងដែរអញ្ចឹងអត្ថប្រយោជន៍នៃការរត់ហាត់ប្រាណចំពោះសុខភាពផ្លូវចិត្តហ្នឹងគឺវាអាចជួយកម្ចាត់ការថប់បារម្ភអំឡុងពេលរត់ហាត់ប្រាណរាងកាយរបស់យើងនឹងបង្កើតអរម៉ូនមួយយ៉ាងដែលមានឈ្មោះថា Endorphin ដែលវាមានលទ្ធភាពប្រឆាំងទៅនឹងជំងឺធ្លាក់ទឹកចិត្តបានហើយអរម៉ូននឹងដែរគឺវាបង្ក្រាបការផលិតអរម៉ូន stress ដូចជា Adrenaline ហើយនិង Cortisol ដែលនឹងកាត់បន្ថយ stress និងការជំងឺធ្លាក់ទឹកចិត្តបានហើយការរត់ហាត់ប្រាណនឹងដែរមិនត្រឹមតែកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេតែវាថែមទាំងអាចទប់ស្កាត់មិនឲ្យយើងនឹងរងនៅភាពតានតឹងនៅពេលដែលខាងមុខទៀតផងហើយអ្នកដែលធ្លាប់រងទុក្ខដោយជំងឺភ័យស្លន់ស្លោប្រកាសជានឹងទទួលបាននូវប្រយោជន៍អំពីការរត់ហាត់ប្រាណនេះជាមិនខានអត្ថប្រយោជន៍ទី2គឺវាជួយឲ្យដំណេករបស់យើងនឹងប្រសើរជាងមុនជំងឺធ្លាក់ទឹកចិត្តជាធម្មតាកើតឡើងពីការគេងមិនគ្រប់គ្រាន់ហើយកាន់តែធ្វើឲ្យស្ថានភាពរបស់យើងនឹងរឹតតែពិបាកឡើងហើយការរត់ហាត់ប្រាណហ្នឹងគឺវាអាចជួយឲ្យយើងមានការអភិវឌ្ឍគុណភាពនៅក្នុងដំណេករបស់យើងដោយសារតែកម្រិតនៃការសម្រាករបស់យើងនៅក្នុងពេលគេងហ្នឹងគឺវាមានទំនាក់ទំនងគ្នាជាមួយនឹងកម្រិតនៃការបញ្ចេញកម្លាំងរាងកាយរបស់យើងតាំងពីពេលថ្ងៃមកអញ្ចឹងយើងប្រហែលជាធ្លាប់បានចាប់អារម្មណ៍ថាបើសិនជាយើងធ្វើសកម្មភាពពេលថ្ងៃកាន់តែច្រើនកាលណានោះយើងនឹងទទួលបានដំណេករបស់យើងនឹងកាន់តែប្រសើរឡើងតាមនឹងដែរតែទោះជាយ៉ាងណាក៏ដោយយើងក៏មិនគួររត់ហាត់ប្រាណនឹងមុនចូលគេងនៅឡើយដោយសារតែជាការល្អបំផុតហ្នឹងយើងគួរតែរត់ពេលព្រឹកឬក៏ពេលក្បាលល្ងាចអញ្ចឹងជាពេលដែលយើងទទួលបានប្រសិទ្ធភាពល្អហើយយើងគួរតែចាប់ផ្ដើមកំណត់គោលដៅរត់ហ្នឹងគឺត្រឹមតែ3ទៅ4ដងក្នុងមួយសប្តាហ៍បានហើយម្ដងត្រឹមតែ30នាទីគឺគ្រប់គ្រាន់ហើយអត្ថប្រយោជន៍ទី3គឺវាជួយឲ្យយើងនឹងនៅតែមោះមុតអញ្ចឹងបងប្អូនខួរក្បាលរបស់យើងនឹងចាប់ផ្ដើមអន់ថយទៅទៅតាមអាយុកាលរបស់យើងហើយវាប្រកាសជាដល់ដំណាក់កាលមួយដែលយើងនឹងមិនអាចគិតបានលឿនដូចអ្វីដែលយើងអាចធ្វើបាននោះទេហើយការចងចាំរបស់យើងនឹងចាប់ផ្ដើមបាត់បង់ដែរការរត់ហាត់ប្រាណវាមិនអាចបញ្ឈប់ពេលវេលាឬក៏ត្រឡប់អាយុរបស់យើងបានទេតែវាពិតជាអាចជួយខាងផ្នែកបញ្ញារបស់យើងនឹងដោយបង្កើនលំហូរឈាមចូលទៅក្នុងខួរក្បាលហើយនឹងបង្កើនកម្ពស់នៃចលនាលំហូរឈាមទាំងអស់អញ្ចឹងសម្រាប់អ្នកដែលបានរត់ហាត់ប្រាណទៀងទាត់ហ្នឹងពួកគាត់តែងតែពូកែធ្វើការវិនិច្ឆ័យហើយនឹងមានគំនិតមោះមុតនិងមានការយកចិត្តទុកដាក់កាន់តែយូរអង្វែងជាងនៅពេលដែលពួកគាត់នឹងចាស់ទៅហើយបើប្រៀបធៀបជាមួយនឹងអ្នកដែលមិនសូវមានសកម្មភាពពេលដែលពួកគាត់កំពុងពេញវ័យអញ្ចឹងណាអត្ថប្រយោជន៍ទី4គឺការរត់ហាត់ប្រាណហ្នឹងគឺវាធ្វើឲ្យយើងនឹងមានចំណង់ខាងអាហារអញ្ចឹងការខ្សោយនៅចំណង់អាហារគឺវាជាឥទ្ធិពលខ្លាំងណាស់ដល់អរម៉ូនរបស់យើងហើយវាបង្កឲ្យយើងនឹងមានជំងឺតានតឹង stress ហើយនឹងជំងឺធ្លាក់ទឹកចិត្តទៀតផងអញ្ចឹងទាំងសុខភាពផ្លូវកាយហើយនិងសុខភាពផ្លូវចិត្តហ្នឹងគឺពឹងផ្អែកទៅលើរបបអាហារដែលមានផាសុកភាពហើយការរត់ហាត់ប្រាណហ្នឹងគឺវាមានសមត្ថភាពជួយរំញោចអរម៉ូនពីរប្រភេទគឺអរម៉ូន Ghrelin ហើយនិងអរម៉ូន Peptide ដែលជាប្រភេទអរម៉ូនដែលធ្វើឲ្យយើងឃ្លានហើយប្រភេទអរម៉ូនហ្នឹងគឺជាអ្នកបង្ហាញលទ្ធផលថាខ្លួនប្រាណរបស់យើងហ្នឹងកំពុងតែត្រូវការចំណីអាហារដើម្បីបំពេញកាឡូរីដែលបានបាត់បង់នៅពេលដែលយើងបានរត់ហាត់ប្រាណអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នឲ្យមែនទែនអំពីទម្លាប់នៃការទទួលទានអាហាររបស់យើងបើទោះបីជាយើងបានរត់ហាត់ប្រាណក៏ដោយក៏គួរតែទទួលទានអាហារដែលមានតុល្យភាពផងដែរអញ្ចឹងបងប្អូនបើសិនជាយើងកំពុងតែមានអារម្មណ៍ថាមិនល្អមានបញ្ហាដំណេកឬក៏កំពុងតែមានបញ្ហាចំណង់អាហារហ្នឹងបងប្អូនប្រហែលជាត្រូវសាកល្បងរត់ហាត់ប្រាណហើយបងប្អូននឹងប្រកាសជាភ្ញាក់ផ្អើលហើយរីករាយជាងមុនព្រមទាំងមានអារម្មណ៍ថាសុខភាពរបស់យើងនឹងប្រសើរឡើងបន្ទាប់ពីបងប្អូនបានរត់ហាត់ប្រាណទៀងទាត់អញ្ចឹងក្នុងរយៈពេល2ទៅ3សប្តាហ៍អូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានចំណេះដឹងខ្លះៗអំពីវីដេអូមួយហ្នឹងហើយដើម្បីទទួលបានវីដេអូថ្មីៗអំពីសុខភាពក៏ដូចជាព័ត៌មានឱសថបងប្អូនកុំភ្លេចធ្វើការ like share subscribe channel នេះម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត